សួស្តីដោយសារតែកាលមុនគឺខ្ញុំមាន version តាក់ទង PHP និង XAMPP ចឹងខ្ញុំទៅ uninstall វាដើម្បី upgrade បន្ទាប់ពីខ្ញុំចូលទៅក្នុង control panel ចឹងខ្ញុំយកមើល program នេះមកចឹងមុននឹងយើង uninstall ខ្ញុំបញ្ជាក់ទៀតគឺអ្នកទាំងអស់គ្នាត្រូវតែ backup ទិន្នន័យទុកដូចជាតាក់ទង MySQL ឬក៏ project ណានៅក្នុង XAMPP ឬក៏ WAM របស់អ្នកទាំងអស់គ្នាទៅអូខេចឹងកន្លែងនេះខ្ញុំទៅចុចយក yes មកបន្ទាប់ពីកន្លែងនេះវាបញ្ជាក់ថាតើយើងចង់ remove អត់ចឹងខ្ញុំយក yes មកចឹងវាលោតផ្ទាំង CMD នេះខ្ញុំបិទវាមក Not memory resources are available to process this ខ្ញុំសាកម្ដងទៀតអូខេចឹងខ្ញុំសាកម្ដងទៀតវាចេញកន្លែងនេះមកវាកំពុងតែ process uninstall ចឹងពេលនេះ uninstall XAMPP success ហើយចឹងយើងជួបគ្នានៅវីដេអូក្រោយទាក់ទងនឹង uninstall PHP និងទៅ install version last version របស់ XAMPP បាទសូមអរគុណ